បាទជំរាបសួរពុកម៉ែបងប្អូនអ៊ំពូពេញបាទថ្ងៃនេះខ្ញុំបានមកថតកន្លែងគេក្រាកស៊ូពីលើសាកល្បងនៃការធ្វើដំណើរទៅវិញទៅមកបងប្អូនបាទគឺធ្វើចាប់ពីស្ពានប្រែកតេបាទស្ពានប្រែកតេហ្នឹងឡើងទៅដល់រង្វង់មូលឡើងស្ពានឆ្លងទន្លេមេគង្គខេត្តកញ្ចេរបស់យើងបាទអញ្ចឹងការក្រាកស៊ូសារ៉ាបងរបស់គេគឺក្រាលចិត្តរួចរាល់បាទអញ្ចឹងសង្ឃឹមថាការកស៊ូនេះនឹងអាចលឿនឆាប់បាទថ្ងៃមិញទៅថតម្សាទៀតនេះគឺថាទុំអាចអ៊ុតបានមួយចំហៀងទៀតទុំតបានពាក់កដាលទេបងប្អូនបាទអញ្ចឹងគឺគេអ៊ុតបានមួយចំហៀងហើយមួយចំហៀងទៀតបើជាខានស្អែកហើយក៏ថ្ងៃហ្នឹងល្ងាចហ្នឹងគឺខានស្អែកបាទជាហើយហើយបាទអញ្ចឹងកស៊ូនេះគឺថាអ៊ុតក្តៅហុយបងប្អូនឲ្យចំមេឃស្រឡះអត់មានមេឃភ្លៀងមេឃអីទេអញ្ចឹងកស៊ូកស៊ូនេះគឺថាមានមកចិនមកច្រើនណាគេមកមើលគេខាលគេមើលនេះពុកម៉ែបងខ្លាច់ខុសស្តង់ដាររបស់គេបាទអញ្ចឹងអឺការកាក់កស៊ូនេះគឺថាមកមេចឹកណាពុកម៉ែបងនេះបាទអញ្ចឹងគេខ្លាចមេឃភ្លៀងអីដែរអញ្ចឹងពុកម៉ែបងបាទអញ្ចឹងគឺថាផ្លូវនេះធ្វើដំណើរទៅវិញទៅមកធម្មតាបងប្អូនបាទអញ្ចឹងគេក្រាកស៊ូបានមួយចំហៀងហើយអញ្ចឹងនៅមួយចំហៀងទៀតបាទអញ្ចឹងប្រហែលជាគេក្រាលកស៊ូនឹងហើយគេអាចនឹងក្រាលផ្លូវខាងមុខម្ដងបាទតាមគេប្រាប់ខ្ញុំដែរទេបាទអញ្ចឹងសង្ឃឹមថាផ្លូវនេះក្រាលកស៊ូហើយនឹងបានទៅធ្វើខាងមុខបន្តទៀតបាទអញ្ចឹងខាងនេះក្រាលកស៊ូប្រហែលជានៅកន្លែងវងមូខ្លះស្ទុះប្រហែលជាគេហាក់កស៊ូដែរបងប្អូនខ្ញុំមិនទាន់ដឹងច្បាស់ទេបាទអញ្ចឹងចាំមើលខ្ញុំទៅថតនៅវីដេអូក្រោយថាខាងវងមូខ្លះស្ទុះហ្នឹងគេក្រាលកស៊ូដូចខាងហ្នឹងដែរនៅបាទគេក្រាលកស៊ូបន្តហ្នឹងបាទខាងស្ពានរបស់យើងបាទអញ្ចឹងនៅខាងខ្លះស្ទុះខ្ញុំមិនទាន់ដឹងទេបាទអញ្ចឹងការធ្វើដំណើរទៅវិញមកគឺធម្មតាដំណើរការធម្មតាបងប្អូនបាទចូលរួមបើកបយឺតកន្លែងការដ្ឋានបាទក៏បើកលឿនពេកកុំបាចែងគ្នាច្រើនពេកបងប្អូនបាទកុំឲ្យគាត់ថាដល់កន្លែងការងារទេបាទហើយនេះគឺជាទស្សនវិជ្ជាពីលើបងប្អូនបាទគឺខ្ញុំថតពីលើបាទគឺក្រាលកស៊ូបានមួយចំហៀងបកេបាទអញ្ចឹងខ្ញុំទៅបានកវីតអូផុសឲ្យបងប្អូនបានមើលទេបាទព្រោះរវល់បានថតបានបញ្ចូលសម្លេងឲ្យបងប្អូនមើលតាមដានเพจហ្នឹងណាបាទហើយកុំភ្លេចចូលរួមគ្រប់គ្រងเพจរបស់ខ្ញុំមួយផងបាទបងប្អូនដើម្បីលើកទឹកចិត្តadmin បាទដើម្បីថតបានវីដេអូថ្មីបន្ថែមទៀតដើម្បីបងប្អូនបានមើលបាទអញ្ចឹងអត់មានមេដៃមានមេជើងគឺអត់មាន comment គឺអត់មាន like share ទេគឺអត់មានទឹកចិត្តធ្វើទេបាទព្រោះធ្វើដើម្បីឲ្យចែកម្លែកដើម្បីឲ្យអ្នកខេត្តកញ្ចេះខេត្តកំពង់ធំបានមើលថាផ្លូវរបស់យើងស្ពានរបស់យើងគឺថាធ្វើបានប្រមាណភាគរយអញ្ចឹងណាបងប្អូនបាទអញ្ចឹងអត់សុំអីច្រើនបងប្អូនគឺសុំតែបេះដូងមួយឡាយមួយទេបាទអញ្ចឹងផ្លូវក្រាលកស៊ូរបស់យើងបងប្អូនមើលតែពីលើក៏ចេះរៀងសង្ហាទេបាទហើយទឹកកន្លែងច្រើនទៀតបាទថាទឹកឡើងច្រើនហ្នឹងឯណាបាទអញ្ចឹងចូលរដូវខែទឹកឡើងហើយចាប់ផ្ដើមទឹកឡើងច្រើនណាបងប្អូនតាទឹកឡើងគឺតាមហ្នឹងគឺលិចអស់ហើយបាទលិចទាំងអស់ហ្មងណាចូលខែវស្សាគឺលិចទាំងអស់ហ្មងម្ដុំហ្នឹងបាទអញ្ចឹងខែវស្សាបងប្អូនមកគឺដឹងថា fresh ហ្មងអាចនាំគ្រួសារមកបាទបើថាទឹកឡើងខ្លាំងបាទជាលិចដែរផ្លូវនេះប៉ុន្តែមើលផ្លូវនេះគឺអត់លិចទេបាទគេខាកស៊ូគេស្មានប៉ានអស់ហើយបាទគេចាក់ខាកស៊ូឲ្យយើងជីហ៎បាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏អត់មានអីច្រើនដែរបងប្អូនមានតែវីដេអូលកាសមានតែប៉ុណ្្នឹងទេបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបាទចង់ដឹងថាផ្លូវ